នេះបងប្អូនយើងមកមើលពីរបៀបបត់កែវដោយមិនប្រើកៅស៊ូចងឬក៏យើងចំបត់ភ្លាមតែយើងបត់ទុកវាស្អាតរបៀបបត់กระดาษដាក់កែវមិនបាច់ប្រើកៅស៊ូហើយក៏មិនបាច់ប្រើអីគេមិនបាច់ញុកពេលយើងដាក់ភ្លាមញុកភ្លាមទាញបកត្រឡប់ត្រឡិនណាយើងបត់ទុកឲ្យហើយអាមួយខាងនេះវាមាន4ស្ទើបដែលគេបត់ជា2ហ្នឹងអាខាងនេះវាមាន2យើងយកអាខាង2នៅលើអាខាង4នៅក្រោមយើងដាក់ធ្វើម៉េចយើងលៃមើលត្រូវនឹងកែវយើងមើលទំហំកែវយើងប៉ុណ្ណាយើងដាក់ប៉ុណ្ណោះមករួចហើយបានយើងទាញអាខាងលើអាกระดาษដែលនៅលើនេះយើងបត់ចូលទៅក្នុងដោយយកអាម្រាមយើង2នេះម្រាមចង្អុលនេះបត់ចូលទៅក្នុងឆ្វាច់ចេះមករឹតវាបន្តិចចាប់វាជាប់ចេះមកយកវាមកសោកយកវាមកសោកចេះអានេះយើងមិនបាច់ចងកស៊ូមិនបាច់អីទេដល់ម៉ោងដកប្រើដល់ម៉ោងដកប្រើតែយើងយកមកដាក់ចេះយើងលួចមួលបន្តិចនេះកុំភ្លេចមួលអាកន្លែងនេះបវលវាចេះមកកុំឲ្យវាខ្ជួញពេលយើងដាក់ច្រើនជាន់មកវាអត់ណែខ្ជួញច្បត់ចេះទេអត់រញ៉េរញ៉ៃទេវានៅតែស្អាត